from cover to cover. It's true. តាំងពីដើមដំបូងរហូតដល់ចុងបញ្ចប់ជាសេចក្តីពិត Now, the Bible teaches that there is one God. ព្រះគម្ពីរបានបង្រៀនយើងអំពីព្រះមួយអង្គ He's the creator of the heavens. ទ្រង់ជាព្រះដែលបង្កើតទេមេឃ When you look up at night and you see all the stars, លោកអ្នកអាចមើលទៅឃើញអស់ទាំងវងតារា God created every one of them. ព្រះបានបង្កើតគ្រប់ទាំងអស់ He created this world in which we live. ព្រះអង្គបានបង្កើតពិភពលោកនេះដ៏ល្អ He created you. ព្រះអង្គបង្កើតលោកអ្នក He knows your name. ព្រះអង្គស្គាល់ឈ្មោះលោកអ្នក You're important to him. លោកអ្នកសំខាន់សម្រាប់ទ្រង់ណាស់ And I want to talk to you tonight about a young man ហើយខ្ញុំចង់និយាយយប់នេះទៅកាន់លោកអ្នកអំពីយុវជនម្នាក់ who ran away from God. ដែលគាត់រត់ចេញពីព្រះ He ran away from his father, គាត់រត់ចេញពីឪពុក his family. ពីគ្រួសារ And I want to look at this young man. ហើយខ្ញុំចង់មើលទៅឯយុវជនម្នាក់នេះ And we're going to read from the Word of God. ហើយយើងមើលទៅឯព្រះបន្ទូលរបស់ព្រះ Luke chapter 15, នៅលូកាជំពូក15 verses 11 through 24. គឺពីខ11ដល់ខ24 រួចទ្រង់មានបន្ទូលថាមានបរិសម្នាក់មានកូនប្រុសពីរកូនពៅនិយាយទៅឪពុកថាសូមលោកឪពុកប្រគល់ចំណែកមរតកដែលត្រូវជាចំណែករបស់ខ្ញុំនោះមកគាត់ក៏ចែកទ្រព្យដល់កូនក្រោយបន្តិចមកកូនពៅប្រមូលទាំងអស់ចេញទៅឯស្រុកឆ្ងាយហើយក៏បង្ហិនទ្រព្យទៅដោយលបែងដ៏ហួសខ្នាតកាលបានចាយអស់រលីងហើយនោះកើតមានអំណត់ជាខ្លាំងនៅស្រុកនោះវាក៏មានសេចក្តីទាល់ត្ររួចទៅបំរើអ្នកស្រុកនោះម្នាក់ហើយគេប្រើឲ្យទៅវាលខ្វៀលវងជ្រូកវាមានចិត្តចង់ចំអែតពោះដោយសម្បកដែលជ្រូកស៊ីណាស់តែគ្មានអ្នកណាឲ្យសោះកាលវាភ្ញាក់ដឹងខ្លួននោះក៏គិតថាឪពុកអញមានជើងឈ្នួលប៉ុន្មានសុទ្ធតែមានអាហារបរិភោគបរិបូរគ្រប់គ្នាតែនៅទីនេះអញជិតដាច់ពោះស្លាប់ហើយអញនឹងក្រោកឡើងហើយនិយាយទៅគាត់ថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកមែនខ្ញុំនេះមិនគួរឲ្យហៅថាជាកូនលោកឪពុកទៀតទេសូមទទួលខ្ញុំទុកដូចជាជើងឈ្នួលលោកឪពុកចុះនោះវាក៏ក្រោកដើរទៅលុះឪពុកឃើញពីចម្ងាយហើយក៏មានចិត្តអាណិតមេត្តាហើយរត់ទៅអោបថាវាទើបវានិយាយថាលោកឪពុកខ្ញុំបានធ្វើបាបនឹងព្រះហើយនឹងលោកឪពុកខ្ញុំមិនគួរឲ្យគេហៅថាជាកូនរបស់លោកឪពុកទៀតទេតែឪពុកប្រាប់ទៅពួកបាវគាត់ថាចូលយកអាវល្អបំផុតចេញមកបំពាក់ឲ្យវាហើយយកចិញ្ចៀននិងស្បែកជើងមកឲ្យផងរួចយកកូនគោដែលបំពន់មកសម្រាប់ចុះយើងនឹងបរិភោគឲ្យសប្បាយចិត្តត្បិតកូនអញនេះបានស្លាប់ឥឡូវរស់ឡើងវិញក៏បាត់ទៅហើយបានឃើញមកវិញនោះគេក៏បរិភោគសប្បាយទាំងអស់គ្នា Tonight I'm going to invite you in a few minutes យប់នេះខ្ញុំនឹងអញ្ជើញលោកអ្នកនៅពេលខាងមុខបន្តិចទៀតនេះ If you don't have tonight a relationship with God បើយប់នេះលោកអ្នកមិនទាន់មានទំនាក់ទំនងឬគ្មានទំនាក់ទំនងជាមួយព្រះនៅឡើយ If you're here tonight and you've never trusted Jesus Christ as your Savior បើលោកអ្នកមិនទាន់បានទុកចិត្តព្រះយេស៊ូវមិនទាន់ដាក់ជំនឿនៅចំពោះព្រះអង្គនៅឡើយ I'm going to invite you in a few minutes ខ្ញុំនឹងអញ្ជើញលោកអ្នកនៅពេលខាងមុខបន្តិចនេះ to get out of your seat ដោយលោកអ្នកដែលខ្ញុំនឹងអញ្ជើញឲ្យក្រោកចេញពីកៅអី and come stand in front of this platform ហើយនឹងចេញមកមុខវេទិកានេះ and we'll have a prayer together ហើយយើងនឹងអធិដ្ឋានជាមួយគ្នា giving you an opportunity to confess your sins to God គឺផ្ដល់ឱកាសដើម្បីឲ្យលោកអ្នកបានលន់តួអំពើបាបរបស់លោកអ្នកចំពោះព្រះ to ask for His forgiveness សូមការអត់ទោសពីព្រះអង្គ and to invite Jesus Christ into your heart by faith ហើយយាងព្រះយេស៊ូវមកក្នុងចិត្តដោយជំនឿ So I want you to prepare to come. I'm going to invite you in a few minutes. ដូច្នេះមិនយូរទេខ្ញុំនឹងអញ្ជើញលោកអ្នកនៅពេលបន្តិចទៀតនេះ We'll have a word of prayer. ដើម្បីអធិដ្ឋាន I want to give you a Bible ខ្ញុំនឹងជូនព្រះគម្ពីរដល់លោកអ្នក and some literature. We've got more music tonight. ហើយបន្ទាប់មកយើងនឹងមានតន្ត្រីបន្តទៀត But I want to look at this young man in the Bible. ឥឡូវនេះខ្ញុំចង់មើលទៅបរិសុទ្ធនៅក្នុងព្រះគម្ពីរនេះ He has a father that loves him. គាត់មានឪពុកដែលស្រឡាញ់គាត់ You have a heavenly father that loves you. លោកអ្នកមានព្រះបិតាឋានសួគ៌ដែលទ្រង់ស្រឡាញ់លោកអ្នក Now they have
a home, and I think it's a farm. They have servants. គឺគាត់មានផ្ទះសម្បែងឪពុករបស់គាត់មានកសិដ្ឋាន And this younger son is restless. ហើយអ្នកកំឡោះនេះយុវជននេះនៅតែមិនស្ងប់ចិត្ត He wants his inheritance now. គាត់ចង់បានមរតកឥឡូវតែម្ដង Maybe he has problems at home. ប្រហែលជាគាត់មានបញ្ហានៅក្នុងផ្ទះ We know he had a brother, គាត់ប្រហែលជាមានបញ្ហាជាមួយបងប្រុសគាត់ and maybe they didn't get along. ហើយគាត់មានចិត្តគំនិតមួយដែលចង់ចេញពីផ្ទះ But he wanted to party. He did not want to work. គាត់ចង់ទៅជប់ពិធីជប់លៀងផ្សេងៗតែអត់ចង់ធ្វើការ And this is the picture of the generation today. ហើយនេះគឺជាដំណរមនុស្សដែលយើងកំពុងតែជួបប្រទះសពថ្ងៃ And the Bible says, all we like sheep have gone astray, and each of us has turned to his own way, the Bible says. ព្រះគម្ពីរបានចែងថាយើងទាំងអស់គ្នានឹងឯងបានវង្វេងចេញទៅដូចជាជាមដែលអ្នកកងវាលហើយយើងម្នាក់ៗទៅតាមផ្លូវរៀងៗខ្លួន Now, have you been searching for personal happiness? ដូច្នេះយើងស្វែងរកភាពសប្បាយរីករាយ Trying to fill your life with things that money can buy? ហើយចង់ព្យាយាមរកអ្វីៗដែលលុយអាចទិញបាន And sometimes we think, oh, if I could just get a new flat screen TV, that will make me happy. ហើយពេលខ្លះតែបើខ្ញុំបានទូរទស្សន៍អាធំផ្ទាំងធំៗសំប៉ែតប្រហែលជាចិត្តខ្ញុំសប្បាយ Oh, if I can get a new motorbike, that will make me very happy. អូប្រហែលជាបានម៉ូតូថ្មីធ្វើឲ្យចិត្តខ្ញុំសប្បាយ Or maybe a new apartment. ឬក៏ប្រហែលជាខ្ញុំមានអាផាតមិនមួយខ្ញុំសប្បាយ Now we can get those things, ឥឡូវនេះយើងអាចមានការទាំងអស់នោះ and it can bring happiness and fulfillment for a brief period of time. ការទាំងអស់នោះធ្វើឲ្យយើងសប្បាយហើយស្កប់ចិត្តតែរយៈពេលមួយបន្តិចប៉ុណ្ណោះទេ And it loses its interest after a while. ហើយយើងមើលទៅក្នុងលូកានេះ Some people turn to fashion, think if I can have a new suit of clothes, that will make me happy. អ្នកខ្លះគេចង់បានដេញខោអាវម៉ូដថ្មីដើម្បីធ្វើឲ្យគេសប្បាយ But it does until they change the fashion, and then those clothes are out of date. ប៉ុន្តែក្រោយមកម៉ូដសម័យរបស់គេនឹងក៏គេលែងពេញចិត្តទៀតលែងស្កប់ចិត្តគេទៀត And some people resort to drugs and alcohol, trying to fill this void, this vacuum that's inside of them. ហើយអ្នកខ្លះក៏ប្រើគ្រឿងញៀនគ្រឿងប៉ូវដើម្បីធ្វើឲ្យចិត្តរបស់ខ្លួននឹងសប្បាយ See, all of mankind is on a search. ដូច្នេះនេះហើយគឺជាការទាំងអស់ដែលមនុស្សជាតិកំពុងតែស្វែងរក People are searching to purpose and meaning of their life, មនុស្សស្វែងរកគោលបំណងនិងស្វែងរកអត្ថន័យក្នុងជីវិត but something's missing. ប៉ុន្តែមានអ្វីមួយដែលបាត់ What is it? តើជាអ្វីទៅ These things don't satisfy. គឺអ្វីមិនអាចស្កប់ចិត្តបានទេ You see, we have a vacuum inside of us that can only be filled by God. លោកអ្នកដឹងទេនៅខាងក្នុងយើងមានប្រហោងមួយដែលមិនអាចស្កប់ចិត្តបានទេមានតែព្រះប៉ុណ្ណោះ Tonight, you can invite Jesus Christ to come into that vacuum. យប់នេះលោកអ្នកអាចអញ្ជើញអាចយាងព្រះយេស៊ូវចូលមកក្នុងកន្លែងប្រហោងដែលលោកអ្នកនៅខ្វះ And he can take control of your life tonight. ដូច្នេះព្រះអង្គអាចនឹងធ្វើឲ្យជីវិតរបស់លោកអ្នកដែលបានពេញលេញឡើង See, God wants you to have peace. ពីព្រោះព្រះជាម្ចាស់ទ្រង់យើងឃើញតែអ្នកនេះឯង He wants you to have joy, ព្រះអង្គចង់ឲ្យយើងមានសេចក្តីសុខសាន្តចង់ឲ្យយើងមានអំណរ but we have a problem. តែយើងមានបញ្ហា And that problem is sin. ហើយបញ្ហានោះគឺអំពើបាប Sin is a barrier between you and God. អំពើបាបគឺជារនាំងដែលរាំងយើងហើយនឹងព្រះ And the only way we can get rid of that sin ហើយយើងទាំងអស់គ្នាមនុស្សទាំងអស់សុទ្ធតែមានបាប is through Jesus Christ. ហើយអាចរួចពីបាបតាមរយៈព្រះយេស៊ូវគ្រីស្ទ And the Bible says we've all sinned and come short of God's glory. ព្រះគម្ពីរបានចែងច្បាស់ណាស់ថាគ្រប់គ្នាសុទ្ធតែមានបាបហើយខ្វះមិនដល់សេរីល្អនៃព្រះ Oh, you say, Franklin, អូលោកអ្នកប្រហែលជាសួរថា Franklin ហើយ what is sin? បាបនឹងជាស្អី This is Cambodia. នៅកម្ពុជា It's not America. មិនមែននៅអាមេរិកទេ Things change. គឺអ្វីផ្លាស់ប្រែ God's laws don't change. ព្រះជាម្ចាស់ព្រះអង្គមិនផ្លាស់ប្រែឡើយ They're the same yesterday, ទ្រង់ជាព្រះពីម្សិលមិញ today, ថ្ងៃនេះ tomorrow, ថ្ងៃស្អែក a million years from now. His word does not change. ហើយនឹងនៅអស់កលជានិច្ចព្រះបន្ទូលរបស់ព្រះអង្គមិនដែលផ្លាស់ប្រែឡើយ Now, you say, but I don't think I've broken any of God's laws. លោកអ្នកប្រហែលជានិយាយថាអូខ្ញុំមិនដែលបានលើព្រះបន្ទូលពីព្រះផ្ទាល់ទេ Have you ever told a lie?
ប្រហែលជាជីវិតរបស់លោកអ្នក Oh, you say maybe a little small lie. ប្រហែលជាលោកអ្នកថាខ្ញុំមិនដែលកុហកទេបែរតែកុហកតែបន្តិចតួចប៉ុណ្ណោះ That's breaking God's law. ប៉ុន្តែលោកអ្នកការកុហកនោះគឺយើងមានន័យថាយើងខុសច្បាប់ហើយ Stealing, ការលួច taking something that doesn't belong to you, that's a sin. យកអ្វីៗដែលមិនមែនជារបស់ខ្លួនពីគេនោះជាអំពើបាបហើយ Adultery is sin. ប្រព្រឹត្តអំពើផិតក្បត់ជាអំពើបាប Pride is sin. កុហកគឺជាអំពើបាប Worshipping other gods is sin. ថ្វាយបង្គំព្រះផ្សេងៗដែលមិនមែនជាព្រះពិតជាអំពើបាប All of us are guilty. ទាំងអស់នោះឯងគឺសុទ្ធតែជាអំពើបាប I'm guilty of sin. ខ្ញុំសុទ្ធតែមានពិរុទ្ធនៃអំពើបាប The Bible says the penalty of sin is death, ព្រះគម្ពីរបានប្រាប់ថាឈ្នួលនៃអំពើបាបគឺសេចក្តីស្លាប់ but the gift of God is eternal life through Jesus Christ our Lord, the Bible says. ប៉ុន្តែអំណោយទាននៃព្រះគឺជាជីវិតអស់កលជានិច្ចតាមរយៈព្រះម្ចាស់យេស៊ូវគ្រីស្ទ The Bible says that God so loved the world that he gave his only begotten Son, that whosoever believeth in him should not perish but have everlasting life. ព្រះគម្ពីរបានប្រាប់ថាបិទព្រះទ្រង់ស្រឡាញ់លោកដ៏ម្លេះបានជាទ្រង់ប្រទានព្រះបុត្រាទ្រង់តែមួយដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះបុត្រានោះមិនត្រូវវិនាសឡើយគឺឲ្យមានជីវិតអស់កលជានិច្ចវិញ Jesus said, I am the way, the truth, and the life, and no man comes to the Father but by me. ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាផ្លូវជាសេចក្តីពិតនិងជាជីវិតបើមិនមកតាមខ្ញុំទេមិនអាចទៅឯព្រះវរបិតាបានហើយ Will you come to Jesus tonight? តើលោកអ្នកនឹងចូលមកឯព្រះយេស៊ូវនៅយប់នេះទេ God loves you, ព្រះស្រឡាញ់លោកអ្នក but your sins separate you from him. ប៉ុន្តែអំពើបាបរបស់លោកអ្នកខណ្ឌយើងញែកយើងចេញពីព្រះ You cannot save yourself. លោកអ្នកមិនអាចសង្គ្រោះខ្លួនឯងបានទេ Only Jesus Christ. មានតែព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះ All of us are guilty. ទាំងអស់គ្នាសុទ្ធតែមានទោសកំហុស But God sent his Son from heaven to this earth to take your sins. តែព្រះជាម្ចាស់បានចាត់ព្រះបុត្រាទ្រង់ពីឋានសួគ៌មកផែនដីដើម្បីដកយកអំពើបាបរបស់លោកអ្នក He died and shed his blood on the cross for your sins. ព្រះអង្គបានសគត់លើឈើឆ្កាងហើយខ្ចាយព្រះលោហិតរបស់ព្រះអង្គសម្រាប់អំពើបាបលោកអ្នក He died on the cross and he was buried in a grave. ព្រះអង្គសគត់នៅលើឈើឆ្កាងហើយត្រូវគេបញ្ចុះទៅក្នុងភ្នូរ But on the third day, God raised his Son to life. ហើយនៅថ្ងៃទី3ព្រះបានប្រោសឲ្យទ្រង់មានប្រជញ្ញរស់ឡើងវិញ Jesus is not dead. ព្រះយេស៊ូវមិនសគត់ទេ He's not still hanging on the cross. ព្រះអង្គមិននៅជាប់លើឈើឆ្កាងទេ He's not in the grave. ព្រះអង្គមិននៅក្នុងភ្នូរទេ He's alive ព្រះអង្គមានប្រជញ្ញរស់ and he's here tonight. ហើយព្រះអង្គគង់នៅទីនេះយប់នេះ And tonight, if you're willing to confess your sin, ហើយយប់នេះបើលោកអ្នកលន់តួអំពើបាប tell God that you're sorry, ប្រាប់ព្រះថាខ្ញុំសុំទោស and by faith believe on the name of Jesus Christ, tonight you can be forgiven. ហើយដោយជំនឿជឿដល់ព្រះយេស៊ូវគ្រីស្ទហើយសារភាពអំពើបាបលោកអ្នកនឹងទទួលបានការអត់ទោសពីព្រះអង្គ I'm going to invite you in a few minutes to come. ខ្ញុំនឹងអញ្ជើញលោកអ្នកនៅពេលបន្តិចទៀតនេះឲ្យឡើងមក If you've never invited Jesus Christ into your life, បើលោកអ្នកមិនដែលយាងព្រះយេស៊ូវមកក្នុងចិត្តរបស់លោកអ្នកនៅឡើយ you can experience a new life and a new beginning with him tonight. លោកអ្នកអាចនឹងទទួលពិសោធន៍នៅជីវិតថ្មីមួយនៅក្នុងព្រះអង្គនៅយប់នេះ Now, this young man was running. ដូច្នេះយើងមើលអំពីមនុស្សដែលរត់នេះ Maybe some of you here tonight are running. ប្រហែលជាលោកអ្នកខ្លះនៅយប់នេះដែលយើងចង់រត់ចេញពីអ្វីមួយ He was running from his home. ប្រហែលជាចង់រត់ចេញពីផ្ទះ He was running from his father. ចង់រត់ចេញពីឪពុក He was running from God. គឺរត់ចេញពីព្រះ Are you running tonight? តើលោកអ្នកជាអ្នកដែលរត់គេចខំរត់ចេញទេយប់នេះ I ran from God ខ្ញុំបានរត់ចេញពីព្រះ when I was 22 years old. នៅពេលខ្ញុំមានអាយុ20ឆ្នាំ When I got on my knees one night, ពេលមួយខ្ញុំបានបែកចេញពីផ្ទះ my life was empty. ជីវិតរបស់ខ្ញុំទទេស្អាត I was frustrated. ខ្ញុំមានចិត្តអន្ទះអន្ទែង My life was upside down. ជីវិតរបស់ខ្ញុំកលាប់ចាក់ And I just said, God, I have sinned against you. ហើយខ្ញុំនិយាយទៅព្រះអង្គថាព្រះអើយព្រះគុំបានធ្វើបាបនឹងទ្រង់ I'm sorry, forgive me. ខ្ញុំសុំទោសសូមព្រះអង្គអត់ទោស And that night I said, I believe that Jesus Christ is your son. ដូច្នេះយប់នេះ
លោកអ្នកនឹងទទួលជឿព្រះយេស៊ូវហើយជាកូនរបស់ព្រះអង្គដែលជាព្រះបុត្រារបស់ព្រះ I believe that he took my sins to the cross, ខ្ញុំជឿថាអំពើបាបរបស់លោកអ្នកត្រូវបានព្យួរលើឈើឆ្កាងហើយ that he died and shed his blood for me. គឺព្រះអង្គបានសគត់ខ្ចាយព្រះលិហិតព្រះអង្គសម្រាប់ខ្ញុំ And that night I told God that I was willing to turn from my sins. នៅយប់នោះខ្ញុំប្រាប់ព្រះថាខ្ញុំបែកចេញពីអំពើបាបហើយ And that night I invited Christ to come into my heart to take control. ហើយយប់នោះឯងខ្ញុំយាងព្រះយេស៊ូវមកក្នុងចិត្តរបស់ខ្ញុំដើម្បីឲ្យព្រះអង្គគ្រប់គ្រង And you can do the same in just a few minutes. You get ready to come. លោកអ្នកអាចធ្វើបានដូចគ្នានៅពេលបន្តិចទៀតពេលដែលអញ្ជើញលោកអ្នកឡើងមកខាងមុខនេះ Now, this young man took the money his father gave him. ឥឡូវនេះគឺកំឡោះអ្នកឯងបានយកលុយរបស់ឪពុកចេញទៅ And he just didn't go to the next city. ហើយគាត់មិនមែនទៅទីក្រុងបន្ទាប់ទេ He went to a faraway country. គឺគាត់ទៅកន្លែងមួយឆ្ងាយ And he spent all of his money on riotous living. ហើយគាត់ក៏ចាយលាគាត់ក៏ចាយខ្ជិះខ្ជាយទៅអំពើពាលាអាវ៉ាសែ He went to nightclubs. គាត់ទៅ night club He spent his money on prostitutes, គាត់ចាយវាយទៅលើស្រីពេស្យា alcohol and drugs. ផឹកគ្រឿងស្រវឹងប្រើគ្រឿងញៀន And then after a while his money was gone. ហើយបន្តិចមកលុយក៏អស់ទៅ And many of you have been wasting your life. ហើយលោកអ្នកជាច្រើនដែលបានខ្ជះខ្ជាយជីវិត This young man Jesus spoke about was empty. យុវជនដែលព្រះយេស៊ូវមានបន្ទូលនេះគាត់នៅខ្លួនទទេ Nothing left. អត់មានសល់អីសោះ Are you at that point in your life តើ tonight? លោកអ្នកជួបរឿងដូចនេះក្នុងជីវិតទេ The Bible says there was a famine in the land, ព្រះគម្ពីរប្រាប់ថានៅស្រុកនោះក៏កើតមានអំណត់ and he was alone. ហើយគាត់ក៏ចាប់ផ្ដើមមានអំណត់ក្នុងជីវិត Loneliness is a terrible thing. គាត់នៅម្នាក់ឯងគាត់មានភាពឯកោ In the world in which we live, នៅក្នុងពិភពលោកដែលយើងរស់នៅនេះ we're the most connected generation in the world. យើងបាត់បង់ទំនាក់ទំនងនៅក្នុងលោកនេះ Everybody has a phone, គ្រប់គ្នាសុទ្ធតែមានទូរស័ព្ទ computers. កុំព្យូទ័រ We're connected. ហើយយើងតភ្ជាប់ But one of the great problems of modern society តែបញ្ហាមួយធំនៅក្នុងសង្គមសប្តាហ៍ថ្ងៃនេះ is loneliness. គឺភាពឯកោ You think these phones would make us come together. លោកអ្នកគិតថាទូរស័ព្ទនឹងអាចទាញពិភពលោកមកផ្គុំគ្នាបាន They can create great barriers. ហើយការនោះឯងគឺជារនាំងមួយយ៉ាងធំ This young man was alone. ដូច្នេះយុវជននេះនៅម្នាក់ឯង Jesus said, I'll never leave you nor forsake you. ហើយព្រះយេស៊ូវមានបន្ទូលថាខ្ញុំមិនដែលបោះបង់មិនដែលចាកចោលអ្នករាល់គ្នាឡើយ Will you come to him tonight? តើលោកអ្នកចូលមករកព្រះអង្គទេយប់នេះ The Bible said he began to be in need. ព្រះគម្ពីរប្រាប់ថា He went out and got a job with a local farmer. ដូច្នេះយុវជននេះគឺទៅធ្វើការនៅកន្លែងខ្វៀលជ្រូកហើយគាត់ចាប់ផ្ដើមខ្វះខាត Feeding pigs. គាត់ខ្វៀលជ្រូកគាត់ឲ្យចំណីជ្រូក What is your need tonight? តើអ្វីជាស្ដីត្រូវការរបស់លោកអ្នកនៅយប់នេះ You need Jesus Christ tonight. ដូច្នេះចូលមកព្រះយេស៊ូវនៅយប់នេះចុះ You see, he is the only way you can approach God. ព្រះអង្គជាអង្គមួយអង្គគត់ដែលលោកអ្នកអាចចូលទៅឯព្រះបានតាមរយៈព្រះអង្គ And Jesus said, I'm the way, the truth, and the life, and no man comes to the Father but by me. ព្រះអង្គមានបន្ទូលហើយថាទ្រង់ជាថាខ្ញុំជាផ្លូវជាសេចក្តីពិតនិងជាជីវិតបើមិនមកតាមខ្ញុំទេទៅព្រះបិតាអត់បានទេ People are searching for the way in life. មនុស្សស្វែងរកផ្លូវនៃជីវិត Jesus said, I'm the way. Follow me. ព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាផ្លូវមកតាមខ្ញុំមក He said, I'm the truth. ព្រះអង្គមានបន្ទូលថាខ្ញុំជាសេចក្តីពិត And he said, I am the life. ព្រះអង្គមានបន្ទូលថាខ្ញុំជាជីវិត You come to Christ tonight, he can give you the life. He is the truth, and he is the way. ពេលលោកអ្នកចូលមកឯព្រះអង្គទ្រង់ប្រទានឲ្យជីវិតដល់លោកអ្នកព្រះអង្គមានសេចក្តីពិតព្រះអង្គជាផ្លូវសម្រាប់លោកអ្នក And no man comes to the Father but by me, he ហើយ said. គ្មានអ្នកណាទៅឯព្រះបិតាបានទេលើកតែទៅតាមខ្ញុំ
See, it's your sins that separate you from God the Father. ពីព្រោះអំពើបាបរបស់អ្នកបានខណ្ឌញែកអ្នកជាមួយព្រះបិតាហើយ When Jesus Christ hung on the cross, ព្រះយេស៊ូវដែលត្រូវគេឆ្កាងជាប់នៅលើឈើឆ្កាង God poured on your sins on him. គឺព្រះបានបង្ហូរអំពើបាបរបស់លោកអ្នកទៅលើព្រះអង្គ My sins. អំពើបាបខ្ញុំ And Christ died for us. ហើយព្រះគ្រីស្ទក៏គត់សម្រាប់យើង He shed his blood. ព្រះអង្គខ្ចាយព្រះលិហិត He was buried. ព្រះអង្គត្រូវគេបញ្ចុះក្នុងភ្នំ God raised him to life. ថ្ងៃទី3ទ្រង់បានប្រោសឲ្យទ្រង់មានប្រជញ្ញរស់ឡើងវិញ And Jesus said that he is the only way to the Father. ហើយទ្រង់មានបន្ទូលថាទ្រង់ជាផ្លូវតែមួយគត់ទៅឯព្រះវរបិតា No man cometh unto the Father but by me. អត់មានអ្នកណាទៅឯព្រះវរបិតាបានទេលើកតែមកតាមខ្ញុំ You come to him tonight. តើលោកអ្នកចូលមករកព្រះអង្គទេយប់នេះ Now this young man was in need. ដូច្នេះយុវជននោះគាត់មានសេចក្តីខ្វះខាត He was hungry. គាត់នៅឯកោ And the Bible said he came to his senses. ព្រះគម្ពីរបានប្រាប់ថាម៉េចគាត់ក៏បានដឹងខ្លួនឡើង He began to think about his father's house. គាត់ចាប់ផ្ដើមគិតអំពីឪពុកដែលនៅផ្ទះគាត់ There was always food in his father's house. គឺតែងតែមានអាហារជានិច្ចនៅផ្ទះឪពុក And he thought about his father's servants. ហើយមានអ្នកបម្រើទៀត They always had food to spare. គឺមានអាហារបម្រុងជានិច្ច And the young boy said, I'm going to go back to my father. ហើយយុវជននោះក៏គិតថាខ្ញុំនឹងទៅឯផ្ទះឪពុកខ្ញុំវិញហើយ I'm going to tell him that I've sinned against God ខ្ញុំនឹងទៅប្រាប់គាត់ថាខ្ញុំបានធ្វើបាបនឹងព្រះ and I've sinned against him. ហើយខ្ញុំបានធ្វើបាបនឹងលោកឪពុក That I'm not worthy to be a son. ហើយខ្ញុំមិនសមតាហៅជាកូនរបស់លោកឪពុកទៀត If ទេ you'll just take me back as a servant, I'll come back as a servant. ពីព្រោះទៅគ្រាន់តែបម្រើសំបាយហូបតែប៉ុណ្ណោះ That's repentance. ប៉ុន្តែចូលយកចិត្តទុកដាក់ And the young man got up. បរិសុទ្ធនោះឯងក្រោកឡើង He left the pigs behind him. គាត់ចេញអំពីវងជ្រូក He's filthy, he's dirty, គាត់មានភាពធំក្លិនហើយគាត់កក្រិច and he starts to go home. ហើយគាត់ចាប់ផ្ដើមទៅផ្ទះវិញ I don't know how many days it took him, ខ្ញុំអត់ដឹងថាគាត់ឆ្លងកាត់ប្រហែលថ្ងៃទេ but he was in a far country, គាត់ទៅស្រុកមួយឆ្ងាយ and he starts to go home, ហើយចាប់ផ្ដើមទៅផ្ទះវិញ back to his father. ទៅរកឪពុករបស់គាត់ And tonight you can come to your heavenly Father tonight. ហើយយប់នេះលោកអ្នកអាចវិលមករកព្រះបិតាឋានសួគ៌របស់លោកអ្នកវិញ If you're willing to put your faith and trust in Jesus, tonight you can come home to your Father in heaven. ដូច្នេះតាមរយៈព្រះយេស៊ូវលោកអ្នកអាចទៅព្រះបិតាឋានសួគ៌របស់លោកអ្នកបាន Now, the Father ឥឡូវនេះព្រះបិតា was watching. គឺឪពុករបស់កូននោះឯងតាមមើល Every day he went out and he looked down the road, រាល់ថ្ងៃក៏តែងតែសម្លឹងមើលផ្លូវកូនជានិច្ច waiting for his son to come home. រងចាំកូនវិលត្រឡប់មកផ្ទះ He'd go out there, he'd look. គាត់ចេញទៅហើយមើល I don't see anybody. អីអត់ឃើញកូនសោះ Next day he'd look. ថ្ងៃបន្ទាប់គាត់មកមើលផ្លូវកូនទៀត I don't see anybody. អត់ឃើញទៀត I don't know how long he searched, ខ្ញុំមិនដឹងថាគាត់រងចាំកូនប្រហែលថ្ងៃមកទេ but he's standing there looking down the road. ដូច្នេះគាត់តែងតែឈរសម្លឹងមើលផ្លូវកូន And way in the distance he sees ហើយពេលដែលកូននោះនៅពីចម្ងាយថ្ងៃមួយស្រាប់តែគាត់ឃើញ a person coming. ស្រាប់តែមានមនុស្សម្នាក់ដើរចូលមក He's filthy, he's dirty. គាត់គឺក្រិចស្មោកគ្រោក Is that my son? អេកូនខ្ញុំមិនមែន It looks like him. តើមើលទៅដូចជាកូនខ្ញុំ And then he realizes that's my son, he's coming home. ហើយបន្ទាប់មកគាត់ដឹងថាអូកូនខ្ញុំមកផ្ទះវិញហើយ And the father runs to the son, ហើយឪពុកនេះរត់ទៅរកកូនភ្លាម puts his arms around his យក son's ដៃ neck, អោបកូន hugs him and kisses him. ហើយថើបដល់កូនទៀត And the son says to the father, ហើយកូននិយាយទៅឪពុកថា Father, I've sinned against heaven. លោកឪពុកកូនបានធ្វើបាបនឹងឋានសួគ៌ I have sinned against you. ហើយកូនបានធ្វើបាបនឹងលោកឪពុក I'm not worthy to be your son. ទូបង្គំមិនស័ក្តិសមធ្វើជាកូនខ្ញុំមិនស័ក្តិសមធ្វើជាកូនរបស់លោកឪពុកទៀតទេ But if you'll take me back as a servant, សូមទទួលកូនធ្វើជាបាវបម្រើប៉ុណ្ណោះចុះ
The father turned to the servants. ឪពុកនិយាយទៅកាន់អ្នកបម្រើ The son is filthy. ពួកអីកូននឹងឯងប្រឡាក់ប្រឡូក Bring the best robe and put it on him. សូមយកសម្លៀកបំពាក់ដ៏ល្អយកមកឲ្យកូនខ្ញុំ Put the family ring on his finger. ហើយយកចិញ្ចៀនប្រចាំគ្រួសារយកមកបំពាក់ឲ្យកូនវិញ Put sandals on his feet. ហើយយកស្បែកជើងយកមកឲ្យកូន This is my son. នេះហើយកូនខ្ញុំ He was dead. គាត់ស្លាប់ He's alive. តែឥឡូវរស់ឡើងវិញ He was lost, គាត់វង្វេង but he's home. ប៉ុន្តែឥឡូវរកឃើញហើយ Let's have a feast to celebrate. តោះរៀបចំពិធីជប់លៀងអសប្បាយ And that's what our Heavenly Father will do tonight. នោះហើយព្រះបិតានឹងធ្វើយប់នេះ He's watching you ព្រះ right អ now, ង្គតាមមើលលោកអ្នកព្រះអង្គទតមើលលោកអ្នកឥឡូវនេះ waiting to see if you'll come to Him tonight. រងចាំលោកអ្នករាល់គ្នាវិលត្រឡប់មករកព្រះអង្គនៅយប់នេះ If you're willing to come to Him tonight, He'll put His arms around you, He'll welcome you, and He'll Present. forgive you and cleanse you. បើលោកអ្នករត់មករកព្រះអង្គដូចជាកូនរត់មកឪពុកដូចនៅយប់នេះលោកអ្នកនឹងទទួលបានការអោបដោយស្រឡាញ់ពីព្រះអង្គ Will you come to Jesus tonight? តើលោកអ្នកចូលមករកព្រះយេស៊ូវទេយប់នេះ Will you come to Him? តើលោកអ្នកមករកទ្រង់ទេ If you're here tonight and you've never trusted Jesus Christ as your Savior, បើលោកអ្នកនៅយប់នេះមិនដែលបានទទួលព្រះយេស៊ូវជាព្រះសង្គ្រោះរបស់លោកអ្នកនៅឡើយ if you've never turned from your sins, លោកអ្នកមិនដែលបែកចេញពីអំពើបាបលោកអ្នកនៅឡើយ you can come to your Heavenly Father right now. ចូលវិលមករកព្រះបិតាឋានសួគ៌របស់លោកអ្នកឥឡូវនេះ Just get up out of your seat, ដូច្នេះលោកអ្នកអាចក្រោកចេញពីកៅអី make your way to an aisle, and come stand right here in the front. ហើយលោកអ្នកបានដើរចេញមកខាងមុខនៅខាងមុខចន្លោះប្រហោងនេះ And I'm going to have a word of prayer with you. ហើយខ្ញុំនឹងអធិដ្ឋានជាមួយលោកអ្នក I want to give you a Bible, some literature, ខ្ញុំចង់ជូនព្រះគម្ពីរដល់លោកអ្នក that you can go back to be with your friends. We got more music, ដើម្បីវិលត្រឡប់ទៅវិញលោកអ្នកមានព្រះគម្ពីរអានជាមួយមិត្តសម្លាញ់លោកអ្នក but you come to Christ tonight. តើលោកអ្នកនឹងចូលមករកព្រះគ្រីស្ទឬទេយប់នេះ He's willing to forgive you, but you come. ព្រះអង្គនឹងអត់ទោសលោកអ្នកសូមអញ្ជើញមកចុះ Come now. អញ្ជើញមកចុះឥឡូវនេះ You may never have another opportunity like this. នេះជា Come. ឱកាសសម្រាប់លោកអ្នកឲ្យងើបពីកៅអីហើយអញ្ជើញមកខាងមុខដូចជាកូនរត់បរកឪពុកចុះ Come to Jesus. ចូលមករកព្រះយេស៊ូវចុះ Come. ចូលមកចុះ Come. Come to Jesus tonight. Come to Him. សូមចូលមករកព្រះយេស៊ូវចុះសូមអញ្ជើញមករកព្រះអង្គនៅយប់នេះចុះ Come. ចូលមក Come to Him. អញ្ជើញមក We're going to wait, យើងកំពុងរងចាំ and then we're going to have a prayer together. ដើម្បីកុំឲ្យព្រះអង្គរងចាំលោកអ្នកទៀត But take advantage of this opportunity and come now. ដូច្នេះពេលវេលានេះគឺឥឡូវនេះហើយសូមប្រាប់មិត្តភក្តិយើងថាមកឥឡូវ ម
want to say a word to those of you that have come tonight. សូមអ្នកដែលអញ្ជើញមកយប់នេះយើងនឹងអធិដ្ឋានជាមួយគ្នា By coming tonight, you're saying to God, I'm a sinner. លោកអ្នកចូលមកហើយនិយាយថាព្រះអង្គអើយខ្ញុំជាមនុស្សមានបាប By coming tonight, you're saying to God, I want to turn គឺ from ម my កនិ sins. យាយទៅប្រាប់ព្រះថាខ្ញុំចង់ងាកបែរ By coming tonight, you're saying, I believe Jesus Christ is your Son. ដើម្បីនឹងទទួលព្រះយេស៊ូវជាផ្លូវដើម្បីទៅឯព្រះបិតា And I want to trust Jesus Christ as my Savior. ហើយខ្ញុំចង់ប្រកាសថាព្រះយេស៊ូវជាព្រះសង្គ្រោះរបស់ខ្ញុំ So I want to lead you in a prayer. អញ្ចឹងខ្ញុំចង់នាំលោកអ្នកអធិដ្ឋានឥឡូវ Now, a prayer is talking to God, ដូច្នេះការអធិដ្ឋានរបស់យើងគឺជាការនិយាយទៅព្រះ like we're talking to you now. គឺសូមយើងអធិដ្ឋានទៅព្រះបិតាខ្ញុំនាំលោកអ្នកឥឡូវ So I want you to repeat this prayer out loud after me. អញ្ចឹងខ្ញុំចង់ឲ្យលោកអ្នកបានអធិដ្ឋានតាមខ្ញុំប្រកាសឲ្យលឺ Now we're talking to God. គឺលោកអ្នកនិយាយទៅព្រះ So repeat this prayer out loud after me. ដូច្នេះសូមអធិដ្ឋានតាមខ្ញុំឲ្យលឺណា Let's pray. តោះអធិដ្ឋាន Dear God, ព្រះជាម្ចាស់អើយ I'm a sinner. ខ្ញុំជាមនុស្សមានបាប I'm sorry for my sins. ខ្ញុំសូមទោសសម្រាប់អំពើបាបរបស់ខ្ញុំ I want to turn from my sins. ខ្ញុំចង់បែរចេញពីអំពើបាប I believe Jesus is your Son. ខ្ញុំជឿថាព្រះយេស៊ូវជាព្រះបុត្រារបស់ព្រះអង្គ I believe that He died on the cross for my sins. ខ្ញុំជឿថាព្រះយេស៊ូវបានសគត់លើឈើឆ្កាងជំនួសបាបខ្ញុំ I believe that you raised Him to life. ខ្ញុំជឿថាព្រះបានប្រោះទ្រង់ឲ្យរស់ឡើងវិញ I invite Jesus to come into my heart. ខ្ញុំសូមយាងព្រះយេស៊ូវមកក្នុងចិត្តខ្ញុំ And take control of my life. ហើយគ្រប់គ្រងជីវិតខ្ញុំ I want to trust Him as my Savior. ខ្ញុំចង់ទុកចិត្តព្រះយេស៊ូវជាព្រះសង្គ្រោះរបស់ខ្ញុំ I want to follow Him as my Lord. ខ្ញុំចង់ដើរតាមព្រះយេស៊ូវជាព្រះម្ចាស់របស់ខ្ញុំ I pray this in Jesus' name. ខ្ញុំអធិដ្ឋានសេចក្តីនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen. អាមែន I want to give you a Bible. ខ្ញុំចង់ជូនព្រះគម្ពីរដល់លោកអ្នក It's a free gift, នេះគឺជាកាដូអំណោយដ៏ឥតគិតថ្លៃ so I want you to have it. ខ្ញុំចង់ឲ្យលោកអ្នកទទួល A person with a badge around their neck will give this to you. អ្នកដែលមានពាក់ផ្លាកនៅកនេះនឹងជូន I've got ព្រះគម្ពីរនេះដល់លោកអ្នក I've got another book that's got a letter and some information I want you to have. ហើយសៀវភៅនេះក៏ចង់ឲ្យលោកអ្នកទទួលបានដែរ So it's important that you have these. គឺជាផ្លូវដែលបង្រៀនលោកអ្នកទៅឋានសួគ៌ I want you to get involved in a church. ខ្ញុំចង់ឲ្យលោកអ្នកបានចូលរួមថ្វាយបង្គំតាមក្រុមជំនុំ Tell the pastor what you did there tonight. ប្រាប់គ្រូគង្វាលលោកអ្នកថាលោកអ្នកបានទទួលព្រះអង្គនៅយប់នេះ And take your Bible to church ហើយយកព្រះគម្ពីររបស់លោកអ្នកទៅជាមួយទៅព្រះវិហារ and read it. ហើយអាន This is God's word from cover to cover. នេះជាព្រះបន្ទូលរបស់ព្រះដែលមានបន្ទូលទៅកាន់លោកអ្នក And as you just spoke to God, ហើយពេលលោកអ្នកនិយាយទៅព្រះ He heard you, ព្រះអង្គស្ដាប់លោកអ្នក He's forgiven you, ព្រះអង្គអត់ទោសបាបលោកអ្នក but when you read His word, ពេលលោកអ្នកអានព្រះបន្ទូលទ្រង់ He speaks to you. គឺព្រះអង្គមានបន្ទូលទៅកាន់លោកអ្នក You can talk to Him anytime. លោកអ្នកអាចនិយាយទៅកាន់ព្រះអង្គពេលណាក៏បាន And when you read His word, He speaks to you. ពេលលោកអ្នកអានព្រះបន្ទូលព្រះអង្គមានបន្ទូលទៅកាន់លោកអ្នកតាមរយៈព្រះបន្ទូលទ្រង់ So, go to church. អញ្ចឹងសូមទៅព្រះវិហារ We're going to give this to you right now. យើងនឹងជូនកាដូដល់នេះដល់លោកអ្នកឥឡូវនេះ We have some more music. ហើយលោកអ្នកនឹងមានតន្ត្រីថែមទៀត I don't know if I'll ever see you again. ហើយខ្ញុំយ៉ា I don't know if I'll ever see them again. បាទខ្ញុំនឹងយល់ថាខ្ញុំនឹងបានជួបលោកអ្នកទៀត But we will be in heaven together. ប៉ុន្តែមានន័យថាយើង
នៅពេលដែលយើងជួបគ្នានៅឋានសួគ៌ And I look forward to getting to know you there. ហើយយើងនឹងអបអរសាទរជាមួយគ្នានៅទីនោះ God bless you. សូមព្រះប្រទានពរ We're going to give this to you right now. ដូច្នេះក្រុមយើងរបស់នឹងជូនដល់លោកអ្នកឥឡូវនេះ